នេះគឺជាប្រពៃណីដ៏ថ្មីមួយសម្រាប់មនុស្សគ្រប់វ័យមិនថាតែប្រុសឬស្រីគឺពួកគេកំពុងតែប្រព្រឹត្តទៅយ៉ាងសប្បាយហើយពួកគេក៏មិនភ្លេចនៅប្រពៃណីរបស់ខ្លួនដែរដូច្នេះហើយនាពេលនេះខ្ញុំបាត់ឈ្មោះពើប៊ុនធឿនបានចងក្រងចម្រៀងមួយបទនេះទុកជាអនុស្សាវរីយ៍ដល់បងប្អូនជំនាន់ក្រោយនេះគឺបទស្នេហាតាមខ្សែអ៊ីនធឺណិតហើយតាមរយៈបទនេះផងដែរខ្ញុំបាទជាអ្នកនិពន្ធនឹងច្រៀងដោយខ្លួនឯងដោយយកបទភ្លេងចេញពីចម្រៀងខារ៉ាអូខេតើធ្វើយ៉ាងណាខ្ញុំមានសង្សារនៅតាមខ្សែអ៊ីនធឺណិតដីរំពឹងនិងដីអាណិតចូលមកសន្ធិដ្ឋនៅក្នុងចិត្តខ្ញុំអូនបានផ្ញើរូបយ៉ាងស្រស់ញញឹមមកឲ្យរូបខ្ញុំនៅតាម websiteបានឃើញរូបស្រីភ្លេចពាក្យសំដីដែលបងចង់និយាយប្រាប់តាមចិត្តចំណាញ់ចង់លូកដៃចាប់ហើយចង់ស្រែកប្រាប់ថាបងស្នេហ៍អូនបងនឹកអូនណាស់ចិត្តបងស្រពោបើគ្មានរូបអូនជីវិតអត់ន័យក្តីស្នេហានៅក្នុងលោកកាអ្នកណាអាចកិច្ចបានបើយើងឃ្លានអួយអ្វីក៏ឆ្ងាញ់បើយើងស្រឡាញ់អ្វីអ្វីក៏ស្អាតដូចអូននឹងបងជួបមិនចង់ឃ្លាតថ្ងៃស្អែកក៏ឆ្លៀតឲ្យពុកម៉ែចូលស្ដីមេនហើយអូនស្រីពុកម៉ែចូលស្ដីសូមស្រីអូនមេត្តាព្រមមិនព្រមសូមអូនវិចាកុំឲ្យរៀមរាសោកកាម្នាក់នឹងឯងបើអូនបានបងអូនកុំចំបែកថ្នាក់ថ្នមអូន